ពូមានស្យៈដែលបានបដិបត្តិធម៌អស់រយៈពេល1000ឆ្នាំដោយសារតែធំក្លិនម្ចាស់របស់វាក៏បានតាមរំទីនេះស្រាប់តែឃើញឈូពណ៌ខ្មៅងឹតមួយត្រូវបានដាក់យ៉ាងចំហចំកណ្ដាលបន្ទប់តាមធម្មតាការឃើញពូនាំមកនៅសំណាងប៉ុន្តែស្ត្រីនៅក្នុងឈូពេលនេះចិត្តដាច់ខ្យល់ហើយនាងបាននៅចូលណាខាងក្រៅហើយដឹងថាសរបស់នាងបានមកដល់ហើយដូច្នេះនាងបានខំប្រឹងស្រែកចេញពីឈូពូញាក់អើបាននូវសំឡេងម្ចាស់របស់វាក៏ចាប់ដើមវាយឺតទៅរកឈូតាមរយៈរន្ធនៅលើឈូនាងបានឃើញម្ចាស់របស់នាងនៅខាងក្នុងប្រជាជននិយាយថាឃើញមន្ត្រីបានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុន្តែស្ត្រីនេះត្រូវបានគោយ៉ាងធ្ងន់ធ្ងរដេកនៅក្នុងឈូចិត្តនឹងថប់ដង្ហើមហើយសរបស់ខ្ញុំស្ដាប់ខ្ញុំនិយាយប្រញាប់ទៅរកលោកសៀវវឹងទៅឲ្យគាត់មកជួយខ្ញុំបន្ទាប់ពីសរបស់ខ្ញុំបានទទួលបញ្ជាពីម្ចាស់របស់គាត់ទោះបីជាបេះដូងពោពេញទៅដោយការស្ទាក់ស្ទើរយ៉ាងណាក៏ដោយក៏គាត់ត្រូវតែធ្វើតាមតែមួយម៉ាត់ក្នុងពេលដំណើរគ្នានោះលោកសៀវវឹងកំពុងអង្គុយលេងសើចជាមួយនារីម្នាក់នៅក្នុងហាងតែដោយបង្ហាញពីភាពស្រស់ស្អាតរបស់គាត់ពេលនោះសបានវាចេញពីក្រហមហើយនារីម្នាក់នៅក្បែរនោះព្រៃនោះឃើញពូយៈបែបនេះក៏ភ័យខ្លាចជាខ្លាំងប៉ុន្តែលោកសៀវវឹងហាក់ដូចជាបានដឹងជាមុនថាពូយៈនឹងមករកខ្លួនដូច្នេះគាត់ក៏ដើរទៅខាងមុខនាងហើយនិយាយថាពូស្អីនាំខ្ញុំទៅរកកាន់តំទៅបន្ទាប់ពីពូញាក់អើបានស្ដាប់រួចក៏ងាកក្បាលទៅប្រាប់អ្នករាល់គ្នាភ្លាមមិនយូរប៉ុន្មានលោកសៀវវឹងក៏បានទៅដល់គោលដៅគាត់បានប្រើកម្លាំងដៃយ៉ាងរហ័សដោះស្រាយអ្នកយាមទារួចរាល់ហើយប្រើកម្លាំងផ្ទៃក្នុងវិញគុំបបំឈូដ៏ធ្ងន់នោះចេញហើយហែកវាចេញ